អ្នកអរគ្នាខ្ញុំធ្លាប់តែនាំអ្នកអរគ្នាចូលផ្នែកមុខវិជ្ជាធានពេផ្នែកមុខវិជ្ជាហ៊ានធ្វើនំផ្នែកមុខវិជ្ជាហ៊ានធ្វើម្ហូបត្រូវតែលើកនេះខ្ញុំនឹងនាំអ្នកអរគ្នាចូលមកផ្នែក soft skill ចានៅសាលានេះអត់អីណាមិនមែនព្រៀនតែមុខវិជ្ជាធ្វើម្ហូបធ្វើអីណាអ្នកអរគ្នាគឺថាមានរៀនវិជ្ជាទំនាក់ទំនង soft skill ចាបដិសន្ធិកិច្ចមិនមែនតែសម្រាប់អ្នកដែរគាត់អត់ធ្លាប់ទំនាក់ទំនងហ៊ានខ្មាស់ឬក៏មានអារម្មណ៍ថាគាត់ឆ្កងក្នុងការនិយាយស្ដីក្នុងការតំណែងគឺអាចមករៀនផ្នែកនេះបានដូចគ្នាអ្នកអរគ្នាចង់និយាយថាចេះនៅហ្នឹងគឺមានម៉ោងដូចជាឧទាហរណ៍ថាក្នុងមួយអាទិត្យមានម្ដងគឺឲ្យគឺអញ្ជើញអ្នកអរគ្នាមកផ្នែករៀនផ្នែក soft skill នេះដើម្បីរៀនមុខវិជ្ជាមួយហ្នឹងឥឡូវចង់ដឹងបន្ថែមទៀតចូលទៅខាងក្នុងតែ stop សិនអ្នកអរគ្នាបើចង់ដឹងថាបើកវគ្គថ្មីនៅសាលា NAI នេះកុំភ្លេចចូលមើលវីដេអូនេះដល់ចប់អូខេ let's go ចូលទៅដល់គឺមានការជម្រាបសួរត្រឹមត្រូវទៅដល់បងដែលគាត់បានចូលរៀនផ្នែក soft skill មួយនេះខ្ញុំឈ្មោះសុកណាខ្ញុំអាយុ42ឆ្នាំមានជំនាញផ្នែក soft skill បរិញ្ញាបត្របានឆ្នាំហើយលោកគ្រូជាទូទៅខ្ញុំបរិញ្ញាបត្របញ្ញាបត្រតែដោយសារបរិបទយើងតាក់ទងជាមួយនឹងជំនាញខ្លីយើងបរិញ្ញាបត្រនេះបែរជា soft skill 2ឆ្នាំហើយផលពិបាកខ្លះក្នុងការបង្រៀន soft skill មួយនេះដែរបាទការចាប់ផ្ដើមដំបូងដោយសារយើងចាក់អ្នកចូលឈ្មោះចូលរៀនហ្នឹងគឺគាត់មានកម្រិតរបស់គាត់ផ្សេងគ្នាដូចយើងនិយាយថាជាទូទៅយើងមានអ្នកខ្លះគាត់អត់ទាន់ចេះសហើយអ្នកខ្លះទៀតគាត់អាចនិយាយថាកម្រិតរបស់គាត់គឺមានទៀតផងគឺថានៅលើនេះមិនមែនត្រឹមតែបរិញ្ញាធម្មតាអ្នកអរគ្នាគឺអញ្ជើញអ្នកអរគ្នាអាចមកលើខាងនេះដើម្បីនិយាយពីការតំណែងតំណងតហើយនៅសប្តាហ៍សម្រាប់អ្នកអរគ្នាដែលធ្លាប់ជួបនៅនឹងបានតទៀតដោយលោកគ្រូបានអញ្ជើញឡើងមកនិយាយតថា soft skill បាទពេលថា soft skill យើងចង់និយាយពីជំនាញទុនក្រៅពីយើងមានជំនាញបច្ចេកទេសដែលយើងរៀនសប្តាហ៍ថ្ងៃដូចយើងរៀនមានជំនាញភេសជ្ជៈជំនាញនំឬក៏ជំនាញផ្សេងៗទៀតខាង salon នេះផ្សេងៗឥឡូវនេះយើងកំពុងអនុវត្តតហើយបើសិនជាអ្នកទាំងអស់ចង់បានជាការសម្ដែងឬក៏ជាការបបផ្សោតផ្ទាល់ដល់ក្រុមពួកគាត់អាចអនុវត្តឬក៏បង្ហាញបានតែរបៀបដោះស្រាយជាមួយអតិថិជនដែលពិបាកតែក៏ដោះស្រាយខ្លះហើយយើងកំពុងតែរៀនបណ្ដាលឡើងយើងកំពុងអនុវត្តចានេះជាចំណុចសំខាន់មែនតើអ្នកអរគ្នាគិតថាមិនមែនចេះតែរៀនទេណាគឺថាផ្នែកជំនាញមួយនេះទំនាក់ទំនងជាមួយភ្ញៀវគឺសំខាន់នៅពេលដែលអ្នកអរគ្នាបើអាជីវកម្មមួយឥឡូវខ្ញុំសូមសម្ភាសន៍អ្នកដែលនៅក្នុងថ្នាក់មួយនេះផ្ទាល់ហ្មងដែលសិក្សា soft skill ថាចង់ដឹងថាគាត់បានរៀនវិជ្ជាខ្លះនៅហ្នឹងហើយបានជំនាញខ្លះពីនៅហ្នឹងខ្លះចង់ដឹងថាបទពិសោធន៍គាត់ពេលដែលរៀនផ្នែក soft skill ហ្នឹងហើយគាត់ចេះអីខ្លះក្នុងការទំនាក់ទំនងភ្ញៀវឥឡូវយើងចូលទៅសម្ភាសន៍គាត់អត់គ្នាចង់និយាយថាចេះរៀនផ្នែក soft skill គឺតែងតែជួបបាយដំបូងឡើយគឺហ៊ានទេខ្ញុំទាំងខ្ញុំអីហ្នឹងគឺហ៊ានឡើងឆាបមកនិយាយទេគឺថាហ៊ានអៀនឯងឃើញគ្រូឯណាហើយថាអ្នកណាស្ម័គ្រចិត្តឡើងមកនិយាយលើនេះគឺថាលោកក្បាលមុនគេគឺថារៀនទេតែឥឡូវខ្ញុំពេលនេះតរំតែខ្ញុំអាចថតវីដេអូនៅក្នុងនេះឲ្យអ្នកអរគ្នាមើលក្នុងការនិយាយសិល្បៈក្នុងការនិយាយគឺថាមានការវឹកហាត់អត់ធ្មត់មែនតើគឺដោយសារខ្ញុំរៀនផ្នែក soft skill មួយនេះទឹកធ្វើឲ្យខ្ញុំមានចិត្តក្លាហានក្នុងការនិយាយទៅខាងក្នុងវីដេអូចែកម្លែកអ្នកអរគ្នាចឹងមិនថាក្នុងវីដេអូទេសូម្បីតែខាងក្រៅខ្ញុំត្រូវរៀននិយាយដូចគ្នាក្នុងការតំណែងទៅកាន់ភ្ញៀវបើអាជីវកម្មអ្វីមួយឬក៏តំណែងផ្សេងទៀតគឺអ្នកអរគ្នាត្រូវឆ្លងកាត់មួយនេះចឹងកុំភ័យកុំខ្លាចឥឡូវខ្ញុំចូលទៅសួរគាត់ទាំងអស់គ្នាថាគាត់អាចឆ្លើយសំណួរខ្ញុំបានអត់ហើយមានដោយការខ្មាស់អៀនឬក៏អីខំរៀន soft skill ប៉ុណ្ណឹងដែរគាត់ជាត្រូវឆ្លើយចាញ់ហីទៅហ្នឹងហើយនិយាយរួមទៅខ្លួនឯងខ្លួនឯងតាំងតែការនៅរៀននៅភ័យដែរសោះហ្នឹងដល់ពេលសួរបងគាត់អៀនច្រើនពេកចឹងដល់ទៅបងអាល់កុហុលហ្មងទៅអូខេជឿសួរបងចាជឿសួរណែក្នុងមួយចាខ្ញុំឈ្មោះកងវងអាយុប្រហែលដែរបង25ឆ្នាំរៀននៅនេះពាក់ពេបរយៈពេលប្រហែលខែដែរខ្ញុំចូលរៀនចាប់ពីខែ1មកដល់ខែ5នេះ5ខែឥឡូវចិត្តខ្វះតែប្រហែលខែទៀតដល់វគ្គប្រឡងត្រូវអត់ចុះមុខជាដែរនៃភេសជ្ជៈក្នុងកាហ្វេធ្វើតែកិច្ចភេសជ្ជៈចាគឺថាខ្ញុំនេះឯងគឺធ្លាប់រៀនចាគឺថាឥឡូវខ្ញុំចង់សួរថាបើសិនជាបងបើអាជីវកម្មអ្វីដែលបងចង់ធ្វើឲ្យតាក់ទាញភ្ញៀវគឺបងគួរធ្វើយ៉ាងម៉េចខ្លះសម្រាប់ខ្លួនរបស់ខ្ញុំចង់បើកអាជីវកម្មអ្វីដែលសំខាន់គោលរបស់ខ្ញុំគឺរៀបចំឲ្យមានបរិយាកាសស្អាតហើយនឹងគ្រឿងផ្សំរបស់យើងហ្នឹងគឺជាគោលផងដែរគឺយើងមកធ្វើកន្លែងឲ្យស្អាតហើយគ្រឿងផ្សំរបស់យើងផ្សំឲ្យឆ្ងាញ់ឬក៏យើងយកផ្សំគោលដែលល្អមកប្រើចាហើយអ្វីដែលអាចស្ទាក់ចិត្តភ្ញៀវជាពិសេសសេវាកម្មក្នុង soft skill នេះបានមករៀននេះខ្លះទៅដល់កាន់ទៅបងជារួមទៅវគ្គ soft skill នេះខ្ញុំរៀនជាមួយលោកគ្រូគឺបានការល្អគ្រូគាត់រៀនល្អហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺដល់ពេលយើងមានសំណល់ឧទាហរណ៍ថាគាត់យើងសំណល់ថាយើងគួរទៅបើកកាហ្វេអញ្ចឹងយើងគួរទៅរៀបចំមិនអីមិនចឹងគ្រូក៏យល់ប្រាប់យើងបានល្អហើយអ្វីដែលធ្វើឲ្យបងបាត់ខ្មាស់អៀនក្នុងការនិយាយទៅកាន់ភ្ញៀវព្រោះដោយសារខ្ញុំគិតថាគាត់មកខាងរបស់យើងគឺយើងត្រូវទទួលតែគាត់បានល្អអញ្ចឹងបងប៉ុន្តែ
ពេលខ្លះពូនបើវារៀងផៃហើយតែពេលយូរទៅយើងក៏ថា relax ហើយ ចាហ្នឹងហើយដំបងឡើងគឺឆ្លងកាត់ការភ័យនិងអៀនខ្មាស់ផលិតហ្នឹងហើយនៅពេលដែលរៀន Saskia បានមុខវិជ្ជាថ្មីគឺថាធ្វើយើងមានក្លាហានជាងមុនក្នុងការនិយាយស្ដីដូចខ្ញុំមកកាលមុនក៏ភ័យដែរនិយាយទៅប្រឡងចង់សក់ហើយហ្នឹងអរគុណបងសម្រាប់ការសម្ភាសមួយនេះហើយអរគុណមែនតើសម្រាប់បងនិងលោកគ្រូដែលចូលរួមក្នុងវីដេអូមួយនេះគឺខ្ញុំសប្បាយចិត្តក្នុងការចែករំលែកអីថ្មីមុខវិជ្ជាថ្មីសម្រាប់ទៅកាន់វីដេអូមួយនេះដែរហើយអរគុណសម្រាប់អ្នកទស្សនានៅក្នុងវីដេអូមួយនេះប៉ុន្តែបើសិនអ្នកនរគ្នាចង់ដឹងថាថ្ងៃណាបើកវិញការសិក្សាលើ NII មួយនេះខ្ញុំនឹងប្រាប់អ្នកនរគ្នានៅtrongវីដេអូតិចទៀតហ្នឹងអូខេអរគុណបងអរគុណអ្នកនរគ្នាអរគុណលោកគ្រូចៃដល់ស្ទះអើយ មកផ្លូវទី3ហ៎បង បើទៅគុំមកនេះ ចាំតាទៀតតទៅទៀតអរគុណ អ្នកទាំងអស់គ្នាក៏ជាចង់ដឹងហើយមែនអត់ថាថ្ងៃណាបើកពេលសិក្សានៅសាលា NII ដោយមានលោកអ្នកគ្រូផ្ទាល់គាត់នឹងឆ្លើយប្រាប់ចាគឺបើកពេលការសិក្សាថ្ងៃណាដែរអ្នកគ្រូ សម្រាប់វគ្គថ្មីយើងនឹងចាប់ផ្ដើមចូលរៀនថ្ងៃទី2ខែ6ឆ្នាំ2025 ចាថ្ងៃ2ខែ6ឆ្នាំ2025នេះអ្នកនរគ្នាដឹងហើយមែនអត់អញ្ចឹងកុំភ្លេចមកចុះឈ្មោះនៅសាលា NII នេះអត់មាននៅណាឆ្ងាយយើងនៅចិត្តវត្តទៅផ្សាយយើងនេះឯងអ្នកនរគ្នាគិតថាអូខេកុំភ្លេចចូលមកមើលវីដេអូហ្នឹងហើយអាចមកតាក់ទងនៅសាលានឹងផ្ទាល់ឬក៏មើលក្នុង page ផ្លូវការ NII នេះបានចាអរគុណ តានៅសមមួយទៀតអូខេ នៅសល់មួយទៀត ព្រោះដោយសារតាថ្នាក់មួយទៀតទុកអត់ជាប់ អូខេ ជុំគ្នានិយាយថាដូចខ្ញុំនិយាយចឹងនៅនេះផ្ទះទី2ចឹងហើយក៏ដូចជាសាច់ញាតិទី2ចឹងណាអត់ដែរស្គាល់គ្នាតែសប្បាយស្ហានិយាយថានេះចំណែកបានស្គាល់បងថ្មីអ្នកដែលអត់ស្គាល់គ្នាសោះបែរទៅដូចគ្រួសារមួយអ្នកអស់គ្នាគិតមើលអត់តម្លៃគេស្វែងខ្ញុំក៏សប្បាយចិត្តដែរយល់ទៅអត់ស្គាល់គ្នាសប្បាយទៀតអរគុណណាស់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយបើសិនជាអ្នកនរគ្នាចង់ដឹងព័ត៌មានផ្លូវការបន្ថែមទៀតកុំភ្លេចចូលវាយ page ផ្លូវការ NII អ្នកនរគ្នានឹងឃើញវិទ្យាស្ថានជាតិសហគ្រិនភាពអ្នកនរគ្នានឹងឃើញហើយព័ត៌មានផ្លូវការនៅក្នុងនោះទាំងអស់ហើយវីដេអូនេះដែរសូមទោសដែលជាងវីដេអូរៀងយឺតបន្តិចអ្នកនរគ្នាហើយបើសិនជាអ្នកនរគ្នាចង់មើលវីដេអូបន្ថែមពីខ្ញុំទៀតកុំភ្លេចចូលមើល channel ឬក៏ page ផ្លូវការ Philly D អរគុណច្រើនបាយ